បណ្ដាញសង្គមក្រុមនិន្ចាបរទេសដាក់បាក់លុយតាមហាងទូទាំងប្រទេសបណ្ដាញសង្គម Facebook បានបង្ហោះរូបស្ត្រីម្នាក់គឺជាជនបរទេសហើយមានក្រមាបិទមុខពាក់ម៉ាស់និងមួកសុវត្ថិភាពរបៀបជានិន្ចាបានចូលទិញទំនិញតាមហាងមិនឲ្យលុយហើយបន្លំយកទាំងលុយអាប់និងយកសម្ភារៈទៅថែមទៀតបើតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញថាស្ត្រីរូបនោះមានសម្បុរខ្មៅបៀតធំបានចូលទៅទិញសម្ភារៈនៅហាងទំនើបមួយកន្លែងដោយប្រើក្រដាស$100ឲ្យទៅបុគ្គលិកហើយត្រូវអាប់លុយខ្មែរមកវិញនៅពេលនោះនាងធ្វើជាមិនស្គាល់លុយខ្មែរច្បាស់ដោយលលាប់ថាអាប់លុយមិនគ្រប់ចំនួនបុគ្គលិកព្យាយាមពន្យល់យ៉ាងណាក៏នាងមិនព្រមស្ដាប់ហើយក៏ទាយកលុយក្រដាស$100របស់នាងត្រឡប់មកវិញនៅពេលទទួលបានលុយរួចហើយរូបគេក៏ព្យាយាមនិយាយបង្វៀងដានដោយសុំទិញសម្ភារៈនោះវិញហើយក៏ព្រមទទួលយកលុយអាប់និងធ្វើដំណើរចាក់ចេញយ៉ាងប្រញាប់ប្រញាល់ដោយសារតែមានការសង្ស័យទើបមេការនាំគ្នាឆែកកាមេរ៉ាសុវត្ថិភាពទើបដឹងថាពិតជាជនបោកប្រាស់ដែលមានទាំងបរិបរទេសម្នាក់ទៀតនៅចាំដឹកម៉ូតូខាងក្រៅហាងផងដែរបន្ទាប់ពីបង្ហោះវីដេអូនោះរួចមកក៏មានការបែកធ្លាយវីដេអូជាច្រើនទៀតបង្ហោះនៅតាមបណ្ដាញសង្គមគឺពួកគេធ្វើសកម្មភាពបោកប្រាស់នៅតាមបណ្ដាក្រុងនិងខេត្តនានាដូចជានៅតាមហាងកាហ្វេក្រាសាំងហាងលក់ដូរឬកន្លែងលក់ថ្នាំពេទ្យជាដើមដូច្នេះបើបងប្អូនឃើញភិនភាគរូបរាងដូចក្នុងកាមេរ៉ានេះសូមប្រុងប្រយ័ត្នខ្លាចក្រែងអស់ទាំងសម្ភារៈបាត់បង់លុយទាំងលុយអាំនិងមិនបានប្រាក់ដើមមកវិញទៀតផងផឹកស្រាស្រវឹងជិះរថយន្តទំនើបអត់ពន្ធនៅខេត្តកំពង់ឆ្នាំងត្រូវបានសឹកហើយសង្ឃមួយអង្គដែលត្រូវបានបណ្ដាញព័ត៌មានផ្សព្វផ្សាយប្រងព្រានហើយករណីជិះរថយន្តអត់ពន្ធលួចផឹកស្រាក្អួតពេញរថយន្តហើយត្រូវបានសមត្ថកិច្ចតាមតាន់នោះបានសឹកចេញពីភេទជាអ្នកបួសហើយនៅរសៀលនេះព្រះគ្រូអនុគណៈស្រុករលីផ្អៀព្រះតេជគុណវង្សកុសលបានមានសង្ឃដីកាថាព្រះសង្ឃមួយអង្គដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានថាបានផឹកស្រាស្រវឹងនោះពិតជាស្រវឹងមែនតែព្រះអង្គមិនដឹងថាកន្លងមកព្រះសង្ឃអង្គនោះធ្លាប់ប្រព្រឹត្តបែបនេះដែរឬយ៉ាងណានោះទេហើយសប្តាហ៍ថ្ងៃគង់នៅវត្តត្រពាំងអំពិលឃុំប្រសិទ្ធស្រុករលីផ្អៀខេត្តកំពង់ឆ្នាំងបើតាមព្រះតេជគុណទោសរបស់លោកមិនដល់ថ្នាក់ចាប់សឹកនោះទេតែក្រោយពីប្រជុំដោះស្រាយលោកបានស្ម័គ្រចិត្តសឹកនៅខ្លួនឯងនៅរសៀលថ្ងៃទី23ខែវិច្ឆិកានេះគួររំលឹកថាកាលពីម្សិលមិញវីដេអូឃ្លីបមួយដែលបង្ហាញពីព្រះសង្ឃមួយអង្គស្ថិតនៅក្នុងស្ថានភាពស្រវឹងទន់ខ្លួនទប់ខ្លួនលែងនឹងក្អួតពេញរថយន្តរឿងបរិសុទ្ធអ្នករើអេតចៃម្នាក់ជាប់ពន្ធនាគារនៅខេត្តកំពង់ស្ពឺដោយសារតែលួចទ្វារដៃគេករណីបរិសុទ្ធម្នាក់ដែលជាអ្នករើអេតចៃហើយត្រូវបានគេប្តឹងចាប់ដាក់ពន្ធនាគារចោលប្រពន្ធនិងកូនចំនួន2នាក់តាក់ទងទៅនឹងករណីលួចទ្វារដៃមកលក់បានលុយចំនួន20000រៀលនោះត្រូវបានបំភ្លឺហើយនៃបរដ្ឋបាលក្រុងច្បារមនបានប្រាប់ផងមី Flash News នារសៀលនេះថាតាមពិតករណីខាងលើនេះអ្នកប្តឹងមិនមែនជាម្ចាស់ផ្ទះដែលហៅគាត់ទៅវាយកំទេចផ្ទះយកដៃលក់អេតចៃនោះទេគឺជាអ្នកផ្សេងដែលមានផ្ទះនៅជិតគ្នាលោកបន្តថាក្រោយពីវាយកំទេចផ្ទះយកដៃអេតចៃលក់ហើយប៉ុន្មានថ្ងៃក្រោយមកបរិសុទ្ធអ្នករើអេតចៃនោះបានទៅលួចទ្វារដៃរបស់ឈ្មោះហៀងប៊ុនណារីដែលមានផ្ទះនៅជាប់គ្នានោះម្ចាស់ផ្ទះបានប្តឹងមកសមត្ថកិច្ចទៅខាងសមត្ថកិច្ចសម្រាប់ចាត់ការបន្តទៅតាមនីតិវិធីបើទោះបីជាទ្វារដៃនោះលក់បាន20000រៀលក៏ដោយពីព្រោះនេះជាករណីលួចទ្វារដៃគេស្ត្រីមេការហាងខារ៉ាអូខេម្នាក់ត្រូវបានសមត្ថកិច្ចចាត់ការបន្តទៅតាមនីតិវិធីពីបទសញ្ចារកម្មស្ត្រីមេការម្នាក់និងនារីរកស៊ីផ្លូវភេទចំនួន2នាក់ដែលធ្វើការនៅហាងខារ៉ាអូខេយីហោមលប់ស្បូវ KTV ស្ថិតនៅក្នុងភូមិអំពិលធំឃុំខ្វិតធំស្រុកព្រៃឈរខេត្តកំពង់ចាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះពីបទសញ្ចារកម្មសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះឆនធីភេទស្រីអាយុ39ឆ្នាំជាមេការខារ៉ាអូខេនិងនារីរកស៊ីផ្លូវភេទ2នាក់ដែលម្នាក់ជាអនិច្ចជនដែលរកឃើញថាមានស្រោមអនាម័យប្រើប្រាស់រួចចំនួន5និងមិនទាន់ប្រើប្រាស់ចំនួន6សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីចំពោះស្ត្រីមេការចំណែកជនរងគ្រោះជាអនិច្ចជនសមត្ថកិច្ចបានប្រកល់ជូនអង្គការមេត្រីអន្តរជាតិតាមរយៈមន្ទីរសង្គមកិច្ចខេត្តរីឯជនរងគ្រោះជានិតិជនបានប្រកល់ជូនក្រុមគ្រួសារវិញរថយន្តដឹកទំនិញធនយៈបុករះផ្សារសួងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកទំនិញធុនធំបាក់បោននៅក្នុងល្បឿនលឿនហើយបុករះបណ្ដាលឲ្យបាក់ថ្មបង្គោលភ្លើងនិងតូបកាត់សក់យ៉ាងធ្ងន់ធ្ងរទាំងកណ្ដាលយប់ឈានចូលថ្ងៃទី23ខែវិច្ឆិកានេះស្ថិតនៅក្នុងភូមិជើងឡងសង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំករណីនេះមិនបណ្ដាលឲ្យប៉ះពាល់ទៅដល់អាយុជីវិតមនុស្សណាម្នាក់ឡើយគ្រាន់តែសម្ភារៈនិងទ្រព្យសម្បត្តិសាធារណៈត្រូវបានបំផ្លាញអស់ជាច្រើននៅតាមដងផ្លូវប្រភពនៅកន្លែងកាត់ហេតុបាន
បានឲ្យដឹងថារថយន្តបង្កបើកបរនៅលើផ្លូវជាតិលេខ 7 ពាក់ផ្លាកលេខកំពង់ចាម 3A7749 និងស៊ឺមីរម៉កផ្លាកលេខកំពង់ចាម 4A0865 បើកបរពីលិចមកកើតបានបុករះបណ្ដាលឲ្យខ្ទេចតូបលក់ដូរបាក់របងថ្មប្រហែលជាង 10 ម៉ែត្របង្កភ្លើងមួយនិងតូបកាត់សក់ក្រោយកាត់ហេតុនៅបើកបរបានរត់គេចខ្លួនបានរីឯរថយន្តបង្កត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងស៊ូមយកទៅរក្សាទុកដើម្បីចាត់ការបន្តទៅតាមនីតិវិធីរាជរដ្ឋាភិបាលកម្ពុជាបន្តលើកលែងពន្ធទៅលើប្រាក់ចំណូលដល់វិស័យស្រូវអង្ករកម្ពុជារយៈពេល 5 ឆ្នាំបន្ថែមទៀតរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តលើកលែងពន្ធទៅលើប្រាក់ចំណូលរបស់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុននាំចេញអង្ករដែលផុតអាណត្តិចំនួន 5 ឆ្នាំបន្ថែមទៀតឯកឧត្តមប៉ាន់សុស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថារាជរដ្ឋាភិបាលបានលើកលែងពន្ធគ្រប់ប្រភេទដល់វិស័យស្រូវអង្ករកម្ពុជាតាំងពីឆ្នាំ 2011 រហូតមកដល់បច្ចុប្បន្នហើយបន្តការលើកលែងពន្ធបន្ថែមចំនួន 5 ឆ្នាំទៀតសម្រាប់សហគ្រាសក្រុមហ៊ុននិងរោងម៉ាស៊ីនកិនស្រូវដែលអស់អាណត្តិលើកលែងពន្ធដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ពួកគេឯកឧត្តមជឿជាក់ថានៅឆ្នាំ 2022 ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិនឹងបន្តកើនឡើងបន្ថែមទៀតដោយសារកាលពីឆ្នាំ 2021 ការនាំចេញទៅកាន់ទីផ្សារប្រទេសចិនមានប្រមាណរហូតដល់ 50% ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មកំពុងចរចាកិច្ចប្រឹងប្រែងថ្មីបន្ថែមទៀតសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជាអេមីរ៉ាតអារ៉ាប់រួមនៅក្នុងនោះអង្ករស្ថិតនៅក្នុងទំនិញអាទិភាពដែលកម្ពុជារំពឹងថានឹងពង្រីកនៅសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ាខណៈទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត